ជារឿយអ្នកតែងតែគិតថានៅពេលណាខ្ញុំមានលុយកាន់តែច្រើននៅពេលណាខ្ញុំសម្រេចគោលដៅរបស់ខ្ញុំពេលនោះទើបខ្ញុំអាចសប្បាយចិត្តបានប៉ុន្តែតាមពិតពេលវេលាសាមញ្ញធម្មតាក៏អាចក្លាយជារឿងអស្ចារ្យនិងធ្វើឲ្យអ្នកសប្បាយចិត្តបំផុតបានដែរនៅពេលដែលអ្នកចេះមើលឃើញវានោះហើយគឺជាអត្ថន័យនៃពាក្យថាការធ្វើឲ្យជីវិតមានភាពរ៉ូមែនទិកតាមពិតដើម្បីធ្វើឲ្យជីវិតរីករាយជារឿងងាយទេអ្វីដែលអ្នកត្រូវធ្វើនោះគឺវឹកហាត់បេះដូងរបស់អ្នកឲ្យមើលឃើញភាពស្រស់ស្អាតនៅក្នុងរឿងសាមញ្ញតែប៉ុណ្ណោះសូមស្វាគមន៍ប្រិយមិត្តជាទីស្រឡាញ់មកកាន់ Channel ខ្មែរ Healing ពួកយើងបង្កើត Channel នេះឡើងដើម្បីប្រជាជនខ្មែរជុំវិញពិភពលោកកាត់បន្ថយភាពតានតឹងរកឃើញសេចក្តីស្ងប់ក្នុងចិត្តនិងផ្សារភ្ជាប់ខ្លួនឯងឡើងវិញតាមរយៈសម្លេងព្យាបាលដូចជាពាក្យពេចន៍លើកទឹកចិត្តសមាធិនាំផ្លូវពាក្យអធិដ្ឋានចិត្តនិងសម្លេងបំពេជំនួយការគេងថ្ងៃនេះអ្នកនឹងធ្វើដំណើរទៅរៀនមេរៀនជីវិតមួយសាមញ្ញតែមានតម្លៃមិនអាចកាត់ថ្លៃបានដកដង្ហើមចូលឲ្យបានវែងហើយដកដង្ហើមចេញមួយបញ្ចេញចោលនៅអ្វីដែលមិនល្អសម្រាប់អ្នកតោះចាប់ផ្ដើមដោយការអង្គុយទម្រេតខ្លួនឬគេងនៅកន្លែងស្ងាត់និងមានសន្តិភាពដកដង្ហើមចូលឲ្យបានវែងហើយដកដង្ហើមចេញយឺតអនុញ្ញាតឲ្យរាងកាយរបស់អ្នកសម្រាកនិងចិត្តរបស់អ្នកបានស្ងប់ឥឡូវនេះគ្មានអ្វីដែលអ្នកត្រូវធ្វើទេគ្មានអ្វីដែលត្រូវគិតទេគ្មានកន្លែងណាដែលត្រូវទៅទៀតទេគ្រាន់តែនៅទីនេះជាមួយខ្លួនឯងហើយផ្ដោតទៅលើដង្ហើមរបស់អ្នកឲ្យមានស្ថិរភាពតែប៉ុណ្ណោះដកដង្ហើមចូលវែងហើយបញ្ចេញយឺតម្ដងទៀតស្រូបដង្ហើមចូលឲ្យជ្រៅហើយដកដង្ហើមចេញបញ្ចេញនៅអ្វីទាំងអស់ដែលមិនល្អសម្រាប់អ្នកបានមកដល់ទីនេះក្នុងបច្ចុប្បន្ននេះសម្រាប់ខ្លួនអ្នកបន្ធូរស្មារបស់អ្នកបន្ធូរថ្គាមរបស់អ្នកនិងអនុញ្ញាតឲ្យរាងកាយរបស់អ្នកសម្រាកឥឡូវនេះសូមនាំអារម្មណ៍របស់អ្នកទៅកាន់ដង្ហើមកុំព្យាយាមផ្លាស់ប្ដូរវាអីគ្រាន់តែចាប់អារម្មណ៍ថាខ្យល់មានអារម្មណ៍បែបណាពេលត្រជាក់ពេលស្រូបចូលក្តៅអ៊ុនពេលដកដង្ហើមចេញរាល់ដង្ហើមនីមួយអនុញ្ញាតឲ្យខ្លួនអ្នកលិចកាន់តែជ្រៅទៅក្នុងភាពស្ងប់ស្ងាត់ឥឡូវនេះសូមស្រមៃទៅកាន់ជីវិតប្រចាំថ្ងៃរបស់អ្នកនាពេលព្រឹកមួយនៅផ្ទះរបស់អ្នកខ្យល់បក់រវេចមានសម្លេងសត្វបក្សាបក្សីកំពុងយំនៅក្បែរបង្អួចក្លិនធ្វើម្ហូបដ៏ឈ្ងុយឆ្ងាញ់របស់អ្នកជិតខាងសម្លេងម៉ូតូកង់ជិះពីចម្ងាយកំពុងបើកកាត់ផ្លូវសំណើចប្រឡែងគ្នារបស់ក្មេងៗជិតផ្ទះពេលវេលាបែបនេះសុទ្ធតែមានជីវិតពួកវាគឺជាអច្ឆរិយភាពតូចដែលមនុស្សភាគច្រើនតែងតែមើលរំលងស្រមៃថាអ្នកកំពុងដើរទៅផ្សារពន្លឺព្រះអាទិត្យចាំងប៉ះដំបូលផ្ទះចាស់អ្នកក្រឡេកឃើញដំណាំកសិផលចម្រុះពណ៌បន្លែផ្លែឈើត្រីសាច់ស្រស់ម្ហូបអាហារនិងនំចំណីដាក់តាំងលក់ជាច្រើនប្រភេទសំឡេងតថ្លៃម្នាក់ហាក់ប្រញាប់ប្រញាល់ទិញរបស់ដែលត្រូវការរៀងខ្លួនអ្នកលក់ស្វាគមន៍អ្នកដោយពាក្យថាថ្ងៃនេះត្រូវការទិញបន្លែបន្លក់អ្វីខ្លះទេបងតាមពិតទៅវាមិនហាក់ដូចជារឿងគួរឲ្យធន់ទ្រាំទាំងស្រុងនោះទេពេលវេលាទាំងនេះគឺជាបំណែកដ៏ស្រស់ស្អាតមួយនៃជីវិតបើអ្នកចេះប្រើកែវភ្នែកដ៏ស្រទន់នៅក្នុងការមើលអ្នកនឹងមើលឃើញសិល្បៈនៅក្នុងរឿងសាមញ្ញនេះជាច្រើននេះហើយគឺជាអត្ថន័យនៃពាក្យថាការធ្វើឲ្យជីវិតធម្មតាពោរពេញដោយមនោសញ្ចេតនាជាការដែលអ្នកចាប់ផ្ដើមលង់ស្នេហ៍នឹងអ្វីដែលកំពុងកើតឡើងនាពេលឥឡូវនេះជួនកាលភាពស្រស់ស្អាត
លាក់ខ្លួននៅក្នុងពេលវេលាស្ងប់ស្ងាត់ទាំងនេះឯងជឿទេថាថ្ងៃណាមួយអ្នកនឹងនឹកវានឹកពេលវេលាទាំងអស់នេះនៅពេលដែលអ្នកកំពុងជិះម៉ូតូហើយមានអារម្មណ៍ថាខ្យល់និងពន្លឺប៉ះមុខនៅពេលដែលភ្លៀងធ្លាក់តិចលើដំបូលស័ង្កសីបន្ទាប់មកមានធំក្លិនដីក្រោយពេលភ្លៀងនៅពេលដែលម៉ាក់របស់អ្នកចំអិនម្ហូបដែលអ្នកចូលចិត្តជាពិសេសសម្រាប់អ្នកនៅពេលដែលអ្នកផឹកតែក្តៅអ៊ុនបណ្ដើស្ដាប់សំឡេងផ្គរលាន់បណ្ដើជជែកលេងជាមួយមនុស្សជាទីស្រឡាញ់របស់អ្នកបណ្ដើទោះបីជាជីវិតមានអារម្មណ៍ថាធ្ងន់ពេកខ្លះក៏នៅតែមានភាពស្រស់ស្អាតរបស់វាពេលវេលាទាំងនេះរំលឹកអ្នកថាជីវិតមិនចាំបាច់តតែល្អឥតខ្ចោះដើម្បីទទួលបានភាពស្រស់ស្អាតនោះទេអ្វីដែលអ្នកត្រូវការគឺត្រឹមតែការយកចិត្តទុកដាក់ទៅលើភាពស្រស់ស្អាតនៃរឿងសាមញ្ញនិងវត្តមានយ៉ាងពេញលេញរបស់អ្នកក្នុងពេលបច្ចុប្បន្នភាពតែប៉ុណ្ណោះឥឡូវនេះមានអារម្មណ៍ថាខ្យល់ប៉ះនឹងដងខ្លួនរបស់អ្នកចាប់អារម្មណ៍នឹងភាពស្ងប់ស្ងាត់នៅជុំវិញអ្នកជីវិតពិតជាស្ងប់ស្ងាត់ហើយស្រស់ស្អាតនៅទីនេះនៅពេលនេះសូមនិយាយពីអធិដ្ឋានចិត្តទៅកាន់ខ្លួនឯងយ៉ាងស្ងៀមស្ងាត់ថាខ្ញុំជ្រើសរើសមើលឃើញភាពស្រស់ស្អាតនៅក្នុងជីវិតធម្មតារបស់ខ្ញុំអនុញ្ញាតឲ្យឃ្លានេះជ្រាបចូលជ្រៅក្នុងបេះដូងរបស់អ្នកស្រមៃដល់ពេលព្រឹកព្រលឹមដ៏ស្រស់ស្រាយមួយនៅប្រទេសកម្ពុជាពន្លឺថ្ងៃចាំងប៉ះស្លឹកឈើហើយមានទឹកសន្សើមជាប់លើស្លឹកឈើអ្នកឮសំឡេងមាន់រងាវក្មេងៗប្រឡាញ់គ្នាមានក្លិនផ្កាម្លិះក្រអូបប្រហើរតាមខ្យល់អ្នកមើលឃើញភាពស្រស់ស្អាតក្នុងទិដ្ឋភាពបែបនេះទេវាពិតជាស្រស់ស្អាតខ្លាំងណាស់ដូចជីវិតអ្នកដែរពេលខ្លះជីវិតអ្នកគឺស្រស់ស្អាតរួចទៅហើយគ្រាន់តែអ្នកមិនទាន់បានចាប់អារម្មណ៍ការដែលធ្វើឲ្យជីវិតរបស់អ្នកមានភាពរ៉ូមែនទិកគឺដើម្បីរំលឹកខ្លួនឯងថាជីវិតនេះគឺជាកាដូប៉ុន្តែតើអ្នកដឹងទេថាហេតុអ្វីបានជាការធ្វើឲ្យជីវិតមានភាពរ៉ូមែនទិកសំខាន់យ៉ាងនេះហេតុផលនោះគឺពីព្រោះវាជួយឲ្យអ្នកចងចាំរសជាតិនៃជីវិតនៅក្នុងពិភពលោកដែលមនុស្សគ្រប់គ្នាកំពុងប្រញាប់ប្រញាល់ដើម្បីជោគជ័យអ្នកអាចភ្លេចពីអារម្មណ៍រស់រានមានជីវិតនៅពេលដែលអ្នកឈប់បន្តិចដើម្បីចាប់អារម្មណ៍លើពេលវេលាធម្មតាទាំងនេះរឿងរ៉ាវសាមញ្ញទាំងនេះបេះដូងរបស់អ្នកនឹងពោរពេញដោយសេចក្តីសុខវាជួយព្យាបាលអតីតកាលរបស់អ្នកនៅពេលអ្នករៀនមើលឃើញភាពស្រស់ស្អាតនៅក្នុងបច្ចុប្បន្នភាពអារម្មណ៍អ្នកនឹងចាប់ផ្ដើមរសាយពីអតីតកាលឈឺចាប់ទាំងនោះវាក៏ជួយបង្កើនការដឹងគុណចំពោះកាហ្វេមួយពេលនៅពេលព្រឹកចំពោះស្នាមញញឹមរបស់មនុស្សជាទីស្រឡាញ់ចំពោះថ្ងៃរះដែលមានពន្លឺយ៉ាងស្រស់ស្អាតការដឹងគុណនឹងធ្វើឲ្យបេះដូងរបស់អ្នកកក់ក្ដៅវាជួយឲ្យអ្នកស្រឡាញ់ជីវិតរបស់អ្នកនៅពេលដែលអ្នករៀនស្រឡាញ់រឿងតូចជីវិតទាំងមូលរបស់អ្នកនឹងក្លាយជាជីវិតដ៏ស្រស់ស្អាតបំផុតសមាធិនាំផ្លូវមួយនេះកំពុងរំលឹកអ្នកថាភាពស្រស់ស្អាតមិនមែនមានតែនៅក្នុងកន្លែងពិសេសឬពេលវេលាដ៏ល្អឥតខ្ចោះនោះទេវាស្ថិតនៅក្នុងថ្ងៃធម្មតារបស់អ្នកតែប៉ុណ្ណោះភាពរ៉ូមែនទិកទាំងនោះកំពុងរងចាំអ្នកចាប់អារម្មណ៍លើវាវិញទេតើឥឡូវនេះសូមស្រមៃអំពីថ្ងៃដ៏ស្ងប់ស្ងាត់មួយជាប្រភេទថ្ងៃសាមញ្ញនិងល្អឥតខ្ចោះរបស់អ្នកភ្ញាក់ឡើងក្រោមពន្លឺពេលព្រឹកដ៏ស្រទន់ដែលចាំងតាមពាំងននពុតពេនខ្លួនថ្នមមានអារម្មណ៍ថាដឹងគុណចំពោះជីវិតរស់នៅក្នុងពេលឥឡូវនេះអ្នកឆុងតែក្តៅមួយពែងមើលចំហាយតែហុយឡើងលើក្លិនឈ្ងុយប្រហើរក្រេបសន្សឹមទទួលយករសជាតិមួយដែលមិនអាចបំភ្លេចបានដើរចេញទៅក្រៅបន្តិចស្រូបយកខ្យល់អាកាសនាពេលព្រឹកព្រលឹមឃើញស្លឹកឈើតូចធំបក់រវិចមានអារម្មណ៍ថាខ្យល់ត្រជាក់បក់មកល្វើយជាមួយផ្ទៃមេឃស្រឡះល្អមានពពកហោះកាត់និងមានពន្លឺព្រះអាទិត្យចែងចាំងយ៉ាងស្រទន់ជាទេសភាពនៃការរស់រានមានជីវិតគួរជាទីគាប់ចិត្តមានអារម្មណ៍ថាវាប្រៀបដូចជារឿងនិទានមួយដែរឬទេវាសាមញ្ញវាស្ងប់ស្ងាត់ហើយវាស្រស់ស្អាតនេះ
ก็ได้សារតែអ្នកកំពុងយកចិត្តទុកដាក់ចំពោះវាឥឡូវនេះសូមនិយាយពីអធិដ្ឋានចិត្តទៅកាន់ខ្លួនឯងដោយស្ងៀមស្ងាត់ជីវិតខ្ញុំដូចជារឿងនិទានហើយខ្ញុំជាអ្នកនិពន្ធរឿងនេះរឿងនិទានជីវិតខ្ញុំពោពេញដោយភាពរីករាយសេចក្តីសុខនិងសុភមង្គលជីវិតខ្ញុំគឺជាសិល្បៈដ៏ស្រស់ស្អាតនិងមិនអាចកាត់ថ្លៃបានតាមពិតទៅជីវិតមានភាពរ៉ូមែនទិកមិនមែនជាជីវិតដែលល្អឥតខ្ចោះនោះទេជីវិតមានភាពរ៉ូមែនទិកកើតឡើងនៅពេលដែលអ្នករៀនមើលឃើញពីភាពស្រស់ស្អាតនៅក្នុងរឿងប្រចាំថ្ងៃរឿងសាមញ្ញធម្មតានិងពោរពេញដោយសម្រស់ដូច្នេះនៅថ្ងៃនេះសូមអនុញ្ញាតឲ្យខ្លួនអ្នកឈប់បន្តិចដើម្បីសង្កេតចាប់អារម្មណ៍និងដឹងគុណនៅពេលអ្នកដកដង្ហើមយឺតសូមនិយាយពីអធិដ្ឋានចិត្តទៅកាន់ខ្លួនឯងយ៉ាងស្ងៀមស្ងាត់ថាខ្ញុំដឹងគុណចំពោះជីវិតដែលខ្ញុំមានខ្ញុំស្រឡាញ់ពេញចិត្តនឹងជីវិតដែលខ្ញុំមានខ្ញុំគឺជាតួឯកនៃរឿងនិទានជីវិតរបស់ខ្ញុំបង្កើតសេចក្តីសុខគ្រប់កន្លែងដែលខ្ញុំទៅខ្ញុំជ្រើសរើសចាប់អារម្មណ៍ភាពស្រស់ស្អាតគ្រប់កន្លែងដែលខ្ញុំទៅសូមចាំថាអ្នកមិនចាំបាច់មានថ្ងៃដ៏ល្អឥតខ្ចោះដើម្បីមានអារម្មណ៍រីករាយនោះទេអ្នកគ្រាន់តែត្រូវការចិត្តមានមេត្តានិងកែវភ្នែកមានករណាតែប៉ុណ្ណោះឥឡូវនេះសូមដកដង្ហើមចូលវែងហើយដកដង្ហើមចេញមួយនាំការយល់ដឹងរបស់អ្នកត្រឡប់មកកាន់រាងកាយរបស់អ្នកវិញថ្នមរំកិលម្រាមដៃម្រាមជើងនិងសម្រួលឥរិយាបថរបស់អ្នកត្រឡប់មកវិញរួចហើយសូមបើកភ្នែករបស់អ្នកយឺតសង្កេតមើលពិភពលោកជាថ្មីម្ដងទៀតដោយក្រសែភ្នែកថ្មីប្រកបដោយសេចក្តីស្រឡាញ់នៅពេលដែលអ្នកបញ្ចប់បទសមាធិមួយនេះសូមស្រូបយកថាមពលល្អៗដាក់ចូលខ្លួនអ្នកមើលឃើញជីវិតរបស់អ្នកជារឿងនិទានដែលពោរពេញដោយសេចក្តីសុខដែលត្រូវបាននិពន្ធឡើងសម្រាប់តែអ្នកប៉ុណ្ណោះសូមឲ្យជីវិតរបស់អ្នកពោរពេញដោយសេចក្តីសុខភាពស្រស់ស្អាតនិងការដឹងគុណសូមអរគុណដល់ខ្លួនឯងដែលអ្នកបានអនុញ្ញាតឲ្យខ្លួនឯងព្យាបាលចិត្តតាមរយៈសម្លេងសមាធិនាំផ្លូវមួយនេះ Channel ខ្មែរ Healing សូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់សម្លេងមួយនេះដល់ចប់បើចូលចិត្តវីដេអូបែបនេះសូមចុចរូបមេដៃ Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូអប់រំផ្លូវចិត្តថ្មីៗបន្ថែមទៀត